បាទសួស្តីនៅក្នុងវីដេអូមុនខ្ញុំធ្លាប់បានបង្ហាញអំពីការវិភាគនៃកំណើនភ្ញៀវទេសចរចិនតាមរយៈការអនុវត្តកម្មវិធីសាកល្បងលើកលែងទឹកដីការ14ថ្ងៃសម្រាប់ពលរដ្ឋចិនដែលធ្វើដំណើរពីប្រទេសចិនប៉ុន្តែសម្រាប់វីដេអូនេះខ្ញុំចង់ចែកម្លែកអំពីការត្រៀមខ្លួនសម្រាប់ទទួលភ្ញៀវទេសចរចិនតាមរយៈការសិក្សាអំពីទំនោរនិងអេយ៉ាប័តនៃភ្ញៀវទេសចរចិននាពេលបច្ចុប្បន្នជាការពិតសំណួរដំបូងដែលត្រូវបានសួរគឺថាតើយើងកម្ពុជាអាចទាក់ទាញភ្ញៀវទេសចរចិនបានប្រមាណអ្នកសម្រាប់ឆ្នាំ2026 2027អីចឹងទៅប៉ុន្តែយើងមិនដែលបានសួរទេថាតើយើងបានត្រៀមខ្លួនហើយឬនៅសម្រាប់ការទទួលឬក៏ស្របតាមអេយ៉ាប័តនិងទំនោរនៃភ្ញៀវទេសចរចិននាពេលបច្ចុប្បន្នឬក៏ខាងមុខដែរទេខ្ញុំបានន័យថាក្រោយសម័យពេល COVID-19 ភ្ញៀវទេសចរចិនមានការផ្លាស់ប្ដូរអេយ៉ាប័តមួយចំនួនធំផងដែរហើយវីដេអូនេះខ្ញុំបានដកស្រង់ពីការអានការធ្វើការស្រាវជ្រាវនិងការអង្កេតអំពីឯកសារមួយចំនួនដូចជា UNWTO China Tourism Academy Trip.com ឬក៏ McKinsey ឬក៏អត្ថបទផ្សេងៗមួយចំនួនទៀតដែលសរសេរពាក់ព័ន្ធជាមួយនឹង Chinese outbound tourist ឬក៏ភ្ញៀវទេសចរចិនវិស័យភ្ញៀវទេសចរចិនចេញក្រៅប្រទេសវីដេអូនេះនឹងជាខ្ល้ายជាមូលដ្ឋានមួយសម្រាប់អ្នកដែលចង់ដឹងនិងសិក្សាពីភ្ញៀវទេសចរចិននិងអាចខ្លាយទៅជាជំនួយមួយសម្រាប់ការអភិវឌ្ឍផ្សេងៗផងដែរទី1ការធ្វើដំណើររបស់ភ្ញៀវទេសចរចិនចេញក្រៅប្រទេសមានការផ្លាស់ប្ដូរក្រោយពេល COVID-19 នេះបើយោងតាម China Tourism Academy 2023-2024 បានបង្ហាញថាការធ្វើដំណើររបស់ភ្ញៀវទេសចរចិនក្រោយសម័យ COVID-19 មិនមែនជាការត្រឡប់មកវិញធម្មតាទេប៉ុន្តែវាជាការផ្លាស់ប្ដូរនៅរចនាសម្ព័ន្ធមួយដែលយើងនិយាយជាភាសាអង់គ្លេសថា structural change ត្រង់ចំណុចនេះភ្ញៀវទេសចរចិនកាន់តែយកចិត្តទុកដាក់ទៅលើសុវត្ថិភាពសុខភាពនិងភាពច្បាស់លាស់របស់ខ្លួនក៏ដូចជាការសម្រេចចិត្តធ្វើដំណើរទៅទីណាផ្សេងៗហ្នឹងមានការប្រុងប្រយ័ត្នច្រើនជាងមុននឹងដោយមានហេតុផលច្រើនជាងមុនបានន័យថាភ្ញៀវទេសចរចិនមិនត្រឹមតែបានតាក់ទាញដោយកញ្ចប់ទូដែលមានតម្លៃសមរម្យឬក៏ធូរថ្លៃដូចមុនទេប៉ុន្តែយើងនិយាយឲ្យងាយយល់គឺថាភ្ញៀវទេសចរចិនសប្តាហ៍ថ្ងៃមិនធ្វើដំណើរដោយអារម្មណ៍ឬក៏មិនបានគិតគូរដូចពីមុនទេប៉ុន្តែការធ្វើដំណើរដោយមានគោលបំណងច្បាស់លាស់ការរៀបចំល្អជាងមុនដោយភ្ជាប់ជាមួយនឹងសំណួរថាទៅទីណាទទួលបានអ្វីពីការធ្វើដំណើរកម្សាន្តមួយហ្នឹងនឹងមានសមត្ថភាពដែរទេឬក៏មានតម្លៃសមរម្យដែរទេសម្រាប់ទៅធ្វើដំណើរកម្សាន្តនៅតំបន់គោលដៅទេសចរមួយហើយទី2គឺជាការផ្លាស់ប្ដូរពីការផ្ដោតទៅលើចំនួនទៅជាគុណភាពនៃបទពិសោធន៍ទេសចររបស់ពួកគេបើយើងកលេចមើលរបាយការណ៍របស់អង្គការទេសចរពិភពលោក 2022-2023 បានបង្ហាញយ៉ាងច្បាស់ថាភ្ញៀវទេសចរជនជាតិចិនចេញក្រៅប្រទេសកំពុងផ្លាស់ប្ដូរទស្សនវិស័យនៃការធ្វើដំណើរទៅកាន់ទីកន្លែងណាមួយបានច្រើនទៅជាការផ្ដោតទៅលើថាតើខ្លួនទទួលបានបទពិសោធន៍ពីការធ្វើដំណើរកម្សាន្តនោះបានកម្រិតណាឬក៏ហៅថា value driven travel នេះមានន័យថាភ្ញៀវទេសចរចិនបច្ចុប្បន្នមិនផ្ដោតទៅលើចំនួនកន្លែងដែលទៅលេងទេឬក៏តម្លៃធូរថ្លៃទេប៉ុន្តែគេបានឲ្យតម្លៃទៅលើគុណភាពសេវាកម្មអារម្មណ៍នៃភាពពេញចិត្តបទពិសោធន៍វប្បធម៌និងអត្ថប្រយោជន៍ដែលខ្លួនទទួលបានពីការធ្វើដំណើរយើងអាចនិយាយបានថាការចំណាយលុយមួយចំនួនធំមិនមែនជាបញ្ហាសម្រាប់ភ្ញៀវទេសចរចិនទេប៉ុន្តែបើពួកគេមានអារម្មណ៍ថាគេទទួលបាននៅតម្លៃនិងភាពសមរម្យជាមួយពេលវេលានិងបទពិសោធន៍ដែលគេទទួលបានពីដំណើរកម្សាន្តទី3គឺជាការផ្លាស់ប្ដូរពីការធ្វើដំណើរកម្សាន្តដើម្បីទៅមើលទេសភាពដែលយើងហៅថា sightseeing ទៅជាការធ្វើដំណើរដើម្បីស្វែងរកបទពិសោធន៍ទាក់ទងជាមួយនឹងវប្បធម៌និងការជាប់អារម្មណ៍ដែលយើងហៅថា experience based and emotionally driven travel តាមការស្រាវជ្រាវជាច្រើនរួមទាំងការសិក្សារបស់អង្គការទេសចរពិភពលោកដែរផងដែរនោះបានបង្ហាញថាភ្ញៀវទេសចរចិនសប្តាហ៍ថ្ងៃពេញចិត្តមិនត្រឹមតែទៅមើលកន្លែងល្បីៗឬក៏ថតរូបប៉ុណ្ណោះទេប៉ុន្តែគេចង់ស្វែងរកនិងសិក្សាឲ្យបានស៊ីជម្រៅនៃវប្បធម៌និងអារម្មណ៍ថាខ្លួនបានផ្សារភ្ជាប់ទៅនឹងគោលដៅទេសចរនោះពិតប្រាកដពួកគេចាប់អារម្មណ៍ខ្លាំងទៅលើវប្បធម៌របស់តំបន់ក៏ដូចជាប្រវត្តិសាស្ត្រអរិយធម៌អាហារដែលមានរឿងរ៉ាវឬក៏អត្តសញ្ញាណជាដើមក៏ដូចជាការចូលរួមសកម្មភាពជាមួយនឹងសហគមន៍មូលដ្ឋានដែលអាចផ្ដល់នៅបទពិសោធន៍ពិតនិងខុសប្លែកពីជីវភាពប្រចាំថ្ងៃរបស់ពួកគេហើយចំពោះចំណុចទី4នេះគឺជាការផ្លាស់ប្ដូរឥរិយាបថនៃការប្រើប្រាស់ digital និងរបៀបនៃការសម្រេចចិត្តរបស់ភ្ញៀវទេសចរចិនហើយយើងនិយាយថា digital driven travel behavior នេះបើយោងតាមការស្រាវជ្រាវរបស់ UNWTO ឬក៏ Trip.com នៅក្នុងឆ្នាំ2023បានបង្ហាញថាជាង 80% នៃភ្ញៀវទេសចរចិនដែលធ្វើដំណើរចេញក្រៅប្រទេសហើយការសម្រេចចិត្តដោយផ្អែកទៅលើព័ត៌មាន digital ឬក៏មាតិកាដែលបង្កើតឡើងដោយអ្នកប្រើប្រាស់ផ្ទាល់ខ្លួនដែលយើងនិយាយជាភាសាអង់គ្លេសហៅថា user generated content ជាពិសេស platform របស់ចិនដូចជា Xiaohongshu, Douyin, WeChat ឬក៏ Mavongwo ហើយនឹង Ctrip ជាដើមរបាយការណ៍ដដែលនេះបានបង្ហាញថា 70% នៃភ្ញៀវទេសចរចិន
អានឬក៏ review និងមតិយោបល់យ៉ាងហោចណាស់3ទៅ5ប្រភពព័ត៌មានមុនពេលធ្វើការសម្រេចចិត្តការធ្វើដំណើរហើយជួនកាលវីដេអូខ្លីនិង content បែប storytelling មានឥទ្ធិពលខ្លាំងជាងការផ្សព្វផ្សាយរបស់អាជ្ញាធរទៅទៀតហើយលើពីនេះការសិក្សាជាច្រើនបានបង្ហាញថាភ្ញៀវទេសចរចំនួន Y ហើយនិងចំនួន Z ហ្នឹងមានទំនោរជឿទុកចិត្តទៅលើ KOL ដែលយើងហៅថា Key Opinion Leader ហ្នឹងឬក៏ influencer ផ្សេងៗហ្នឹងដែលមានបទពិសោធន៍ពិតហើយបង្ហាញពីអារម្មណ៍សុវត្ថិភាពនិងតម្លៃនៃការធ្វើដំណើរជាងពីមុនដោយដែលពីមុនយើងប្រើ brochure ឬក៏ website ផ្លូវការដើម្បីធ្វើការផ្សព្វផ្សាយដែលយើងអាចនិយាយបានវាជា traditional ហើយនេះមានន័យថាការធ្វើដំណើរសម្រាប់នេះបានន័យថាការធ្វើដំណើរឬក៏ការសម្រេចចិត្តនៃការធ្វើដំណើររបស់ភ្ញៀវទេសចរចិនគឺជាដំណើរផ្អែកទៅលើ digital journey ដែលចាប់ផ្ដើមដំបូងពីការស្វែងរកព័ត៌មានបន្ទាប់មកធ្វើការប្រៀបធៀបតំបន់គោលដៅទាំងនោះហើយធ្វើការអាន review ហើយបន្ទាប់មកមើលវីដេអូឬក៏រឿងរ៉ាវផ្សេងៗទាក់ទងពីតំបន់ដែលគេចង់ទៅហ្នឹងទើបនាំឲ្យគេសម្រេចចិត្តនៃការកក់ការធ្វើដំណើរជាក់ស្ដែងហើយចំពោះទី5វិញគឺការប្រើប្រាស់ mobile payment ដោយសារនៅស្រុកចិនការប្រើប្រាស់ mobile payment ហ្នឹងវាជាលក្ខណៈទូទៅហើយលើកឡើងតែមនុស្សចាស់មួយចំនួនដែលគាត់នៅតែប្រើ note ប្រើលុយกระดาษលុយដើម្បីធ្វើការចំណាយហើយបទពិសោធន៍នៃការធ្វើដំណើររបស់ភ្ញៀវចិន mobile payment travel experience បើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់ធនាគារចិនឆ្នាំ2022-2023បានបង្ហាញថាជាង 90% នៃអ្នកធ្វើដំណើរជនជាតិចិនប្រើប្រាស់ mobile payment ដូចជា Alipay WeChat Pay ជាវិធីទូទាត់ចម្បងមិនថាជាការកត់សណ្ឋាគារការទិញសំបុត្រការទទួលទានអាហារការដើរទិញអីវ៉ាន់ឬក៏ការប្រើប្រាស់សេវាកម្មមូលដ្ឋានកម្រិតតូចៗកម្រិតណាទេសម្រាប់ភ្ញៀវទេសចរចិន mobile payment មិនគ្រាន់តែជាវិធីទូទាត់ទំនើបប៉ុណ្ណោះទេប៉ុន្តែវាជាផ្នែកមួយនៃការជឿទុកចិត្តភាពងាយស្រួលនិងការទទួលបាននូវអារម្មណ៍ថាសុវត្ថិភាពពោលគឺថាបើសិនជាគោលដៅណាមួយអាចទូទាត់បានដោយ Alipay ឬក៏ WeChat Pay ដែលភ្ញៀវទេសចរចិនគាត់បានប្រើហ្នឹងគឺគាត់មានអារម្មណ៍ថាគាត់ងាយស្រួលក្នុងការធ្វើដំណើរមានអារម្មណ៍ថាសុវត្ថិភាពនិងអាចសម្របខ្លួនបានជាមួយនឹងតំបន់គោលដៅទាំងនោះហើយរបាយការណ៍ដដែលក៏បានបញ្ជាក់ផងដែរថាការខ្វះប្រព័ន្ធ mobile payment អាចនាំឲ្យភ្ញៀវនឹងចំណាយតិចជាងមុនជាងការរំពឹងទុកហើយទទួលបាននៅបទពិសោធន៍មិនល្អហើយកាត់បន្ថយនៅទំនោរនៃការផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយហើយការណែនាំតំបន់គោលដៅទាំងនោះទៅមិត្តភ័ក្តិនិងការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមក៏មានតិចផងដែរចំពោះទី6វិញគឺជាការផ្លាស់ប្ដូរនៅរចនាសម្ព័ន្ធនៃការធ្វើដំណើររបស់ភ្ញៀវទេសចរពីការធ្វើដំណើរជាក្រុមធំlarge group tour ទៅជាអ្នកធ្វើដំណើរក្រុមតូចការធ្វើដំណើរជាលក្ខណៈគ្រួសារឬក៏ការធ្វើដំណើរដែលអាចបដូរទៅតាមបំណងផ្ទាល់ខ្លួនរបស់គេបាន small group family travel and customized itinerary នេះបើយោងតាម China Tourism Outbound Market Report 2024និងរបាយការណ៍របស់ China Tourism Academy ដែលយើងហៅថា CTA បានបញ្ជាក់ថាបន្ទាប់ពី COVID-19 ភ្ញៀវទេសចរចិនជាង 60% មិនមានចំណាប់អារម្មណ៍លើ package tour ធំៗដែលមានការវិភាគតឹងតែងឬក៏ strict ដូចមុនទៀតទេខណៈដែលប្រមាណជា55ទៅ65%នៃភ្ញៀវទេសចរចិនចេញក្រៅប្រទេសជ្រើសរើសការធ្វើដំណើរជាក្រុមតូចពី2នាក់ទៅ6នាក់ឬក៏ជាលក្ខណៈគ្រួសារដើម្បីទទួលបាននូវភាពឯកជនភាពបត់បែននិងការគ្រប់គ្រងពេលវេលាដោយខ្លួនឯងហ្មងហើយរបាយការណ៍ដដែលក៏បានបង្ហាញថាភ្ញៀវទេសចរចិន 70% ចង់បានកញ្ចប់តួដែលមាន itinerary ដែលអាចកែប្រែតាមចំណង់ចំណូលចិត្តរបស់ពួកគេបានឬអាចគ្រប់គ្រងពេលវេលាខ្លួនឯងការបន្ថែមការស្នាក់នៅឬក៏ការជ្រើសរើសសកម្មភាពជាក់លាក់នឹងអាចមានបទពិសោធន៍មូលដ្ឋានដែលសមស្របទៅនឹងអាយុនិងស្ថានភាពគ្រួសារឬក៏ស្ថានភាពផ្សេងៗដែលគេចង់បានលើពីនេះ trip.com 2024បានឃើញថាការកក់តួបែប customized travel ឬក៏ private tour សម្រាប់ភ្ញៀវទេសចរចិនមានការកើនឡើងរហូតដល់ 40% បើប្រៀបធៀបនឹងមុន COVID-19 ជាពិសេសនៅក្នុងទីផ្សារ middle class និង upper middle class ដែលមានសមត្ថភាពខ្ពស់ក្នុងការចំណាយហើយជាចុងក្រោយChina Friendly Destination ដែលជាកត្តាស្នូលនៃភាពគួរប្រជែងគោលដៅទេសចរសម្រាប់ទីផ្សារចិននោះតាមរយៈ UNWTO 2022-2023ក៏បានបញ្ជាក់ផងដែរថាសម្រាប់ភ្ញៀវទេសចរចិនអារម្មណ៍ដែលទទួលបាននៅភាពសនុកសុខស្រួលចិត្តឬក៏យើងហៅថា emotional comfort និងការយល់ឃើញថាពួកគេត្រូវបានគេធ្វើបដិសណ្ឋាកិច្ចល្អមានឥទ្ធិពលខ្លាំងទៅលើដំណើរកម្សាន្តរបស់ពួកគេរបាយការណ៍ trip.com ហើយនិង China Tourism Academy 2023ក៏បានរកឃើញថាជាង 70% នៃភ្ញៀវទេសចរចិនបង្ហាញថាគុណភាពសេវាកម្មនិងឥរិយាបថរបស់មនុស្សរស់នៅក្នុងតំបន់គោលដៅទេសចរទាំងនោះជាកត្តាសំខាន់បំផុតជំរុញដល់ការពេញចិត្តជំរុញដល់ការលើកទឹកចិត្តឬក៏ពេញចិត្តរបស់ភ្ញៀវទេសចរចិនហ្នឹងសេចក្តីសម្រេចក្នុងការឲ្យគេហ្នឹងធ្វើដំណើរមកកាន់ទីនោះម្ដងទៀត China Friendly Destination នៅត្រង់នេះมันមានន័យថាបំលែងវប្បធម៌ខ្លួនទៅជាចិននោះទេប៉ុន្តែមានន័យថាការយកចិត្តការបង្កើតអារម្មណ៍នៅភាពសុវត្ថិភាពនិងភាពងាយស្រួលហើយកត្តាទាំងនេះនឹងជំរុញឲ្យតំបន់ដែលចាប់យកទីផ្សារចិននាពេលបច្ចុប្បន្នមានភាពល្អប្រសើរ